រដូវខែធ្លាក់ភ្លៀងត្រជាក់បងប្អូនអើយបន្លែអន្លក់ច្រើនមែនតែនខែនេះសម្បូរអន្លក់ត្រួយខ្ចីសម្បូរមែនតើហើយផ្ទះនេះខ្ញុំថ្ងៃនេះបានសម្លប្រហើរត្រពាំងប៉ុន្តែសម្លប្រហើរត្រពាំងនឹងមិនមែនដាក់បន្លែតាមមួយមុខពីរមុខទេគឺដាក់រៀងច្រើនមុខគ្រាន់តែខាងផ្ទះខ្ញុំចូលចិត្តស្លសម្លប្រហើរប្រើជាមួយនឹងសាច់ជ្រូក3ជាន់ចិញ្ច្រាំយើងបន្ថែមជាមួយនឹងត្រីឆ្អើរខ្លះផងប៉ុន្តែថ្ងៃនេះខ្ញុំអត់មានត្រីឆ្អើរខ្ញុំក៏បន្ថែមជាមួយនឹងត្រីងៀតដែលមានអញ្ចឹងយើងអាចច្នៃបានអត់អីទេសម្រាប់ផ្នែកបន្លែមានដូចជាត្រពាំងស្អំននងជាមួយល្ពៅហើយនឹងបន្លែផ្អែមជាមួយនឹងម្អមក្តឹបឪឡឹកហើយថែមទាំងមានផ្សិតចំបើងថែមទៀតផងស្លឹកបាសក៏នាងខ្ញុំដាក់ដែរឲ្យបានច្រើនមុខដើម្បីបង្កើនវីតាមីនកាន់តែច្រើនអញ្ចឹងសម្រាប់គ្រឿងទេសដែលនាងខ្ញុំបុកចូលគ្នាមានដូចជាល្មៀតខ្ជាយខ្ទឹមសខ្ទឹមក្រហមខ្ញុំចូលចិត្តប្រើម្ទេសនៅក្នុងគ្រឿងនឹងដែរតែបើបងប្អូនអត់ប្រើទេបងប្អូនអាចញិចខាងក្រៅក៏បានដែរហើយនាងខ្ញុំបានបុកចូលគ្នាជាមួយនឹងត្រីងៀតដែលយើងបានបេះរួចជាការស្រេចខ្ញុំចូលចិត្តស្ងោរជាមួយនឹងត្រីឆ្អើរហើយនឹងសាច់ជ្រូកចិញ្ច្រាំពេលដែលយើងហូបទៅវាអត់មានផលរំខានដូចរបៀបដូចថាឆ្អឹងអីខ្លាចឆ្លាក់ខ្លាចអីចឹងបងប្អូនគឺងាយស្រួលនៅក្នុងការហូបមែនតើចឹងហើយផ្នែកត្រពាំងគឺនាងខ្ញុំស្ងោរមុនហើយបន្ទាប់មកទៀតគឺយើងបង់ជាមួយល្ពៅបន្លែណាដែលយើងរមាស់យូរយើងបង់មុនថែមជាមួយនឹងគល់ស្លឹកគ្រៃឲ្យទឹកស្លយើងកាន់តែឈ្ងុយប្រហុកហើយយើងបន្ថែមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយបងប្អូនកន់វាឲ្យវារាយទៅណាកុំឲ្យវាជាប់គ្នាជាដុំខែត្រជាក់ធ្លាក់ភ្លៀងអញ្ចឹងបងប្អូនអើយហូបស្លហ្នឹងគឺថាត្រូវតែម្ដងហើយត្រូវត្រពាំងយើងខែនេះទៀតអូខ្ចីមែនតើបន្ទាប់មកទៀតយើងក៏បានបង់គ្រឿងដែលយើងបានបុកនឹងហើយយើងបន្ថែមជាមួយប៊ីចេងស្ករសម្រាប់ខ្ញុំថែមតែប៊ីចេងនិងស្ករទេដោយសារប្រហុកយើងក៏មានជាតិប្រៃហើយត្រីងៀតយើងក៏មានជាតិប្រៃផងដែរចឹងហើយបងប្អូនភ្លក់ទៅថារសជាតិណាដែលបងប្អូនចង់បាននិងចូលចិត្តគឺរួចជាការស្រេចបន្ទាប់មកទៀតយើងបន្ថែមជាមួយនឹងផ្សិតចំបើងគឺស្លប្រហើរគឺនាងខ្ញុំអត់បានទេពាក់ព័ន្ធជាមួយនឹងផ្សិតគឺនាងខ្ញុំចូលចិត្តដាក់មែនតែនហើយជាមួយនឹងក្តឹបឪឡឹកផងដែរហើយននងយើងខ្ញុំទិញបានផ្នែកបែបខ្ចីបែបក្តឹបបងប្អូននៅសាច់វាណែនល្អមកទៀតយើងដាក់បន្លែបៃតងចូលទៅមានដូចជាផ្ទីជាមួយនឹងស្លឹកបាសមុននឹងរៀបរាប់អត់អស់ទេព្រោះអីវារៀងច្រើនមុខដែរស្លប្រហើរត្រពាំងបន្លែច្រើនមុខហូបអត់ដែរចិនណាយទេបងប្អូនសម្រាប់ស្អំយើងបងក្រោយគេទៅបងប្អូនយើងកូរត្រឡប់មកឆ្អិនរួចជាការស្រេចហើយគឺលឿនងាយហើយឆ្ងាញ់ថែមទៀតផងបងប្អូនហើយបន្ទាប់មកទៀតយើងរៀបចំចាប់ដាក់ចានឬក៏ឆ្នាំងដើម្បីយើងងាយស្រួលនៅក្នុងការហូបឆ្អិនរួចរាល់ហើយបងប្អូនទាំងអស់គ្នាអើយក្តៅជាមួយនឹងទឹកត្រីញិកម្ទេសក៏បានឬក៏បងប្អូនមិនបាច់ដាក់ក៏បានដែរដូចនាងខ្ញុំអញ្ចឹងនាងខ្ញុំអត់មានហូបជាមួយទឹកត្រីញិកម្ទេសទេដោយសារនាងខ្ញុំបុកនៅក្នុងសាឡហ្នឹងឲ្យហើយតែម្ដងនៅសាកសម័យមើលញ៉ាំពេលក្តៅឆ្ងាញ់ខ្លាំងមែនតើហ្មងមើលវីដេអូនាងខ្ញុំរួចរាល់ហើយកុំភ្លេចធ្វើតាមទាំងអស់គ្នាណា